បញ្ហាប្រេងឡើងថ្លៃប្រជានេសាទខេត្តព្រះសីហនុផ្អាកចេញនេសាទច្រើននៅ10%ប៉ុណ្ណោះដែលចេញនេសាទដោយសារតែបញ្ហាប្រេងឡើងថ្លៃបានធ្វើឲ្យប៉ះពាល់ដល់ការចេញនេសាទរបស់ប្រជានេសាទនៅខេត្តព្រះសីហនុពលគឺបច្ចុប្បន្ននេះទូកចេញទៅនេសាទបានត្រឹមតែ10%ប៉ុណ្ណោះបើតាមលោកអែមភានៃខណ្ឌរដ្ឋបាលជលផលកំពង់សោមមើលឃើញថាការផ្អាកចេញនេសាទរបស់ប្រជានេសាទដោយសារតម្លៃប្រេងឡើងថ្លៃហើយផលនេសាទក៏មិនមានតុល្យភាពជាមួយនឹងតម្លៃប្រេងដូច្នេះការចេញទៅនេសាទធ្វើឲ្យពួកគាត់ខាតបង់ពលគឺមិនរួចថ្លៃប្រេងដែលពួកគាត់ចេញទៅនេសាទដោយសារតែតម្លៃផលនេសាទមិនឡើងថ្លៃម្យ៉ាងវិញទៀតការផ្អាកចេញនេសាទអាចនឹងថយផលនេសាទបាទយើងឃើញថាផលនេសាទតម្លៃគាត់អត់ឡើងទេប៉ុន្តែគ្រាន់ថាពេលគាត់ផ្អាកនេសាទវាអាចនឹងថយផលនេសាទប៉ុន្តែពាក់ព័ន្ធនឹងតម្រូវការសម្រាប់ការប្រើប្រាស់យើងឃើញថាមានផលនាំពីខាងក្រៅមកហើយនឹងក៏ដូចជាមានផលពាក់ព័ន្ធពីបរិវត្តកម្មគ្រាន់ថាវាអត់ជួបនឹងបញ្ហាបច្ចុប្បន្នធ្ងន់ធ្ងរទេបាទនឹងឋានភាពបច្ចុប្បន្ននេះព្រោះតុំទៀតយើងអត់ដឹងថាយ៉ាងម៉េចហ្នឹងហើយដូច្នេះលោកបន្ថែមថាបាទយើងឃើញថាផលនេសាទតម្លៃគាត់អត់ឡើងទេប៉ុន្តែគ្រាន់ថាពេលគាត់ផ្អាកនេសាទវាអាចនឹងថយផលនេសាទប៉ុន្តែពាក់ព័ន្ធនឹងតម្រូវការសម្រាប់ការប្រើប្រាស់យើងឃើញថាមានផលនាំពីខាងក្រៅមកហើយនឹងក៏ដូចជាមានផលពាក់ព័ន្ធពីបរិវត្តកម្មគ្រាន់ថាវាអត់ជួបនឹងបញ្ហាបច្ចុប្បន្នធ្ងន់ធ្ងរទេបាទនឹងឋានភាពបច្ចុប្បន្ននេះព្រោះតុំទៀតយើងអត់ដឹងថាយ៉ាងម៉េចហ្នឹងហើយ